អ្នកដែល stress អ្នកដែល set ភាគច្រើនអត់ clean អាហារទេពេលដែលអ្នកផ្សេងគេចង់ថែទាំគេចង់ឲ្យញ៉ាំអាហារឲ្យបានច្រើនបន្ថែមទៀតតែគាត់អត់ញ៉ាំទេគាត់ថាគាត់ឆ្អែតញ៉ាំទៅចង់ក្អួតដឹងហេតុអីពីព្រោះអ្នកដែល stress ឬក៏ set ហ្នឹងគាត់មានការឆ្លើយតបមួយបើបច្ចេកទេសគេហៅថា fight or flight ហើយព្រឹត្តិការណ៍មួយហ្នឹងដល់ពេលដែលកើតឡើងវាមិនដល់ពេលដែលកើតមួយហ្នឹងគឺវាចាប់ផ្ដើមឲ្យខ្លួនយើងនេះបញ្ចេញអរម៉ូនពិសេសគឺពី adrenaline ជាមួយនឹង cortisol ពីរហ្នឹងគឺចេញនៅពេលដែលយើង stress ហើយពេលដែលពីរហ្នឹងចេញមកទប់ clean ខ្ទេចគ្មានឲ្យយើង clean ទេហើយមួយទៀតខួរក្បាលរបស់យើងផ្ទាល់តែម្ដងពួកយើងគិតទៅលើរឿងរបស់យើងបញ្ហារបស់យើងអត់បានគិតរឿងអីផ្សេងទៀតទេបាទអញ្ចឹងពេលដែល sad ឬក៏ stress យើងអត់ clean បាយទេនេះហើយគឺជាមូលហេតុ